ឡងនាងបដាចាកូនមហាសាយថៃរត់តាមស្វាមីដោយក្តីស្នេហានាងចាំងចេញចូលបងប្អូនមេត្តាបៃតាពូជពងសាវតាអ្នកនៅក្រុងសាវត្ថីនាងមានប្រវត្តិកំសត់អង្គចាបាយក្រុមគ្រួសារហើយស្លាប់ស្វាមីកូននាងក៏ស្លាប់នៅស្ទឹងអង្គច្រាំងវតីកូនបងលងទឹកសៃកូនប្អូនត្រូវបានសត្វខ្ញុំគួរឲ្យស្រណោះនឹងរសជាតិជាស្រីស្លាប់ទាំងកូនទាំងប្តីស្មារតីនៅចងចាំប្តីស្លាប់ក្នុងព្រៃរីត្រីពុំខំកូនពីជួបកម្មហើយបានស្លាប់ក្នុងពេលតែមួយគួរអើយអាណោចអាណិតនាងណាស់ត្រឡប់មកផ្ទាំងក្រែងមានញាតិជួយខ្ញុំជូនបានឆំតែសំបែងខ្ទេចខ្ទាំរលួយម៉ែមួយឪមួយបងមួយស្លាប់ទាំងក្តីខ្លោចផ្សាក្រោយនេះនាំឲ្យចិត្តស្រីនាងវងវែងស្មារតីស្រីនាងឈួតលីលារបូតគ្រឿងបិទបាំងខ្លួនតូទេក្មេងនាំគ្នាសាច់នឹងទាគប់នឹងដុំដីតែបនមិនខ្សត់កំណត់ដំណានោមជើងនាងដើរឆ្ពោះក្រុងសាវត្ថីដល់វត្តចិត្តពុនបានជួបនឹងព្រះចិនស្រីប្រោះឲ្យភ្ញាក់ស្មារតី